ไอ้ยมทอดจอไปไหมหนึ่งมันย้อนลงมองได้เนี่ยថ្ងៃនេះខ្ញុំសំណូមអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយមកទស្សនាសកម្មភាពដែលយូរថ្ងៃហើយដែរខ្ញុំបានរួមដំណើរជាមួយនឹងមិត្តភ័ក្តិបងប្អូនទៅបបកត្រីនៅបឹងមួយកន្លែងនៅក្នុងព្រៃដែលមានទីតាំងស្ថិតនៅទឹកដីព្រះវិហារហើយក៏មានជាច្រើនសកម្មភាពក្នុងការធ្វើដំណើរឃើញថាដួលម៉ូតូរហូតបងប្អូនបាទតែក្នុងការញៀនបបកត្រីផ្លូវប៉ុណ្ណឹងក៏ដូចជាមិនបញ្ហាធំដែរបងប្អូនបាទពួកខ្ញុំនៅតែនាំគ្នាតស៊ូបាទដួលយ៉ាងណាក៏ទៅដល់គោលដៅដែរហើយលទ្ធផលcủaយើងគឺបានត្រីច្រើនបងប្អូនបាទហើយឥឡូវមិនឲ្យខាតពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយតាមខ្ញុំទៅទស្សនាសកម្មភាពវីដេអូពេញទាំងអស់គ្នាបាទហើយនេះចប់ហើយបងប្អូនបាទចាប់ផ្ដើមរៀបចំចេញដំណើរពីផ្ទះភក្តីឃើញថាអាស៊ូខ្ញុំបាទអីវ៉ាន់ពេញបឹបទៀតហើយបងប្អូនហើយខ្ញុំជិះម៉ូតូទៅនឹងបងប្រុសទៅមុនភក្តីទៅដុបគ្នាទៀតបាទហើយកំឡុងពេលជិះម៉ូតូមកផ្លែមកដល់មុខខ្ញុំក៏ទិញសាំងស្គួរខ្លះទុកយកតាមចូលទៅព្រៃបងប្អូនបាទព្រៃក្នុងព្រៃអត់មានសាំងទេហើយខាងភក្តីក៏មកដល់ល្មមហើយពួកគាត់ក៏មិនខ្លាចអ្វីនឹងបងប្អូនទេបាទសុទ្ធតែបង្គោលល្បីបាទពួកគាត់មកថតកុនហើយនៅឆ្លៀតបាននាំគ្នាទៅបបកត្រីទៀតរំមិនដែរចិត្តទៅដល់កន្លែងហ្នឹងត្រៀមហាក់អស់ហើយទាំងបាយទាំងអីទៀតបាទតែ100គីឡូទៀតដល់ហើយជុំគ្នាប្រុកប្រាច់ពីបេម៉ាត់ហើយក៏បន្តដំណើរទៅមុខទៀតបងប្អូនបាទគ្រាន់តែមកដល់ចំណុចកន្លែងនេះចាប់ផ្ដើមបាទមានផ្កាជើងមកម៉ូតូហើយពួកគាត់ជិះមកម៉ូតូ3នាក់ហើយផ្លូវនេះដេកខ្សាច់បងប្អូនអើយនិយាយពីថាជម្រៅត្រឹមជង្គង់ក៏មានដែរហើយខែនឹងសម្បូរគោយន្តពុកម៉ែបងប្អូនក៏ដឹកទៅលងចេញមកពីចកាគាត់នៅក្នុងច្រើនមែនតើបងប្អូនបាទពេលអញ្ចឹងទៅការធ្វើដំណើររបស់យើងផ្លូវវារៀងជាអៀតល្មមដែរយ៉ាងរៀងយូរហើយទីតាំងដែលពួកខ្ញុំទៅនេះឆ្ងាយគួរសមដែរបងប្អូនបាទខ្ញុំអត់ដឹងប៉ាន់គីឡូថាប្រហែលគីឡូទេហើយផ្លូវចាប់ផ្ដើមអស់ពីដីខ្សាច់ចាប់ផ្ដើមចូលដល់ព្រៃបាទក៏លុបកលាក់ពេញតែនឹងហើយងាកទៅខាងភក្តីវិញបាទដប់អាម៉េចភ្លេចគ្នានៅក្រោយបាទរត់តាមម៉ូតូព្រាតបងប្អូនហើយបាទហើយនិយាយពីផ្លូវនេះវិញអូមិនបាច់និយាយទេបងប្អូនបើថាខែភាសាចូលមកដឹងតែថាទៅអត់រួចទេទៅខែប្រាំងចេះផងងាកដួលនេះមកដល់ចំណុចនេះដួលទៀតហើយប្រូបាវបាទស្ពឹកគូតហើយមានអីទៀតផ្លូវពិបាកប៉ុណ្ណឹងហើយម្នាក់មិនថាខ្ញុំមិនថាពួកគាត់បាទជិះម៉ូតូផងឆ្លៀតបានថតតាមនឹងទៀតបាទហើយមកដល់នេះដួលទៀតអូយបានហើយលើកទី3ហ៎អូលើកទី4បាទហើយបាយយកទៅសបាយទេបងសបាយដែរឃើញគ្នាយើងដួលសបាយដែរនិយាយពីថាផ្លូវវិញបងប្អូនបាទចិត្តដល់ប្រឡងរត់ទៅស្រួលទៅតែពិបាកតែពួកខ្ញុំអ្នកបើកម៉ូតូទេបាទហើយមកដល់នេះបងប្អូនហើយជិះជ្រុះបាយពួកគាត់មានដឹងណាមកដល់កន្លែងប្រឡងតម្រៀបម៉ូតូចុះទៅបវក់មុនខ្ញុំបាត់ម្នាក់បាទហើយខ្ញុំជិះក្រោយគេនិយាយពីថាម្នាក់បាទស្មាត់ស្មាញបវក់អ្នកជាប់សទូចទៅក៏ជាប់ទៅអ្នកខ្លះក៏គប់ទៅហើយប្រូបាវបាទគាត់ស្មាត់ដៃថ្មីទៅបានត្រីមុនគេហេងមែនតែនបងប្អូនតន់ដល់ណាបានមួយបាទប៉ិនកដៃបាត់ហើយដល់វៀនត្រីខំសទូចខ្ញុំម្ដងបងប្អូនបាទខំចូលស្មៅពឹងបងគាត់វត្តហើយខ្ញុំចុះទៅមេណាខ្សែយើងរៀងស្ទើរដែរវត្តដាច់ម៉ាត់ត្រីនៅរុំនឹងស្មៅនឹងតែអត់អីដែរវាអត់រួចបងប្អូនព្រោះតែវាខំលេបរៀងជ្រៅដែរហើយតំបន់នឹងសម្បូរត្រីមែនតើបងប្អូនបាទកាយឆាយមកបានមួយត្រូវចុះទឹកតែម្ដងហើយបងគាត់បានមួយបាទអានេះជិត1គីឡូឃើញថាបបកមួយផ្លែតនឹងបានចូលត្រី2 3ហើយក៏សេរីនាំគ្នាដាំបាយអីហើយខាងភក្តីបាទឡើងនឹងហើយបងប្អូនហើយទេបតបបើមិនតាន់បានត្រីខំមួយណាមានហើយងាកមកនេះខ្ញុំបាទចូលមួយទៀតហើយបងប្អូនអានេះជិត1គីឡូដែរនិយាយរួមទៅត្រីនៅនឹងខំចូលខំអត់ងាយឡើងទេបងប្អូនបាទរួចពីបានត្រីក៏ត្រូវចុះទឹកទៀតបងប្អូនបាទខ្ញុំគប់ទៅវាមិនដឹងថាម៉េចបានថាប៉ើងផ្លែចុះទឹកបាត់ទេបតបដើររាវពេញនឹងមានបានណាហើយមកដល់នេះបងគាត់ចូលទៀតភ្លេចខ្លួនឈានមកដល់ពេលយប់ក៏នាំគ្នាចាប់យកអាធំ2នឹងយកមកអាំងដើម្បីតិចទៀតហូបបាយហើយពួកគាត់ទៅវិញហើយកំឡុងពេលហ្នឹងខ្ញុំក៏ឆ្លៀតយកបកាយយកអានុយកែបនៅសល់ហ្នឹងចូលទៅដោត2 3ក្រែងលោបានត្រីទៀតបងប្អូនបាទព្រោះឯងខ្ញុំអត់ទៅវិញទេហើយមកដល់កន្លែងវិញបាទខាងបងប្អូនក៏អាំងត្រីហើយជុំគ្នាហូបបាយល្មមគិតទៅជីវិតសាមញ្ញសប្បាយមួយយ៉ាងទៅបងប្អូនបាទសុទ្ធតែនិស្ស័យដែលបណ្ដាលឲ្យជួបគ្នាដូចខ្ញុំអញ្ចឹងនឹងពួកគាត់នៅខេត្តឆ្ងាយពីគ្នាខ្ញុំនៅដល់ខ្មែរក្រោមអញ្ចឹងទៅហើយពួកគាត់នៅខេត្តកំពតហើយខេត្តផ្សេងអញ្ចឹងទៅដូចភក្តីនៅខេត្តកំពង់ធំអញ្ចឹងទៅហើយងាយអីមានឱកាសបានមកជួបគ្នាអញ្ចឹងបានធ្វើឲ្យខ្ញុំគិតថាសុទ្ធតែនិស្ស័យដែលបណ្ដាលឲ្យជួបគ្នាហើយមកជុំគ្នាហូបបាយនៅក្នុងព្រៃអីអញ្ចឹងហើយខ្ញុំមកឡាយទៅរៀបរាប់នឹងឥឡូវពួកគាត់ក៏រៀបចំចេញដំណើរទៅវិញល្មមបងប្អូនបាទហូបបាយរួចពួកគាត់ត្រូវចេញទៅវិញជាមួយនឹងភក្តីត្រូវទៅថតរឿងកុនទៀតហើយខ្ញុំនៅដេកវិញមកយប់ទៀតហើយក៏សូមណែនាំសាប៊ូក្លិនកាន់ទៅដល់ពុកម៉ែបងប្អូនកំពុងតែទស្សនាសាប៊ូក្លិនសម្រាប់សក់អង្កែបរោះជួយថែរក្សាសុខភាពសក់និងស្បែកក្បាលអាចកម្ចាត់អង្កែយ៉ាងមានប្រសិទ្ធភាពធ្វើឲ្យសក់ស្រស់ស្អាតនិងរឹង
ងមុំផ្ដោតភាពត្រជាក់ពីសារធាតុម៉ង់តុលដើម្បីកាត់បន្ថយការរលាកស្បែកក្បាលនិងស្រស់ស្រាយហើយក៏បានផលិតពីស្នាដៃកូនខ្មែរផងដែរចំពោះខ្ញុំជាមួយនឹងក្រុមការងារឧស្សាហ៍ទៅព្រៃតែងតែបែកញើសក្បាលកាត់អង្កែដល់ពេលប្រើប្រាស់ទៅឃើញថាមានប្រសិទ្ធភាពល្អមែនតើបងប្អូនបាទអញ្ចឹងហើយចំពោះខ្ញុំបាទប្រើផ្ទាល់ឃើញថាល្អបានណែនាំទៅដល់ពុកម៉ែបងប្អូនប្រើប្រាស់ហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនយើងបាទជួយគាំទ្រស្នាដៃកូនខ្មែរយើងល្អៗឲ្យបានច្រើនឡើងផងបាទងាកមកសាច់រឿងយើងវិញខ្ញុំក៏ទៅកាប់ថែមដងបកាយប្រហែលជា20បងប្អូនបាទយកមកចងបន្ថែមឲ្យអង្កែបដែលប្រមាណនោះភក្តីទុកឲ្យខ្ញុំទាំងអស់និយាយពីថានៅម្នាក់ឯងស្ងាត់ឲ្យឈឹងបងប្អូនឲ្យលឺតែសលេងត្រីហើបនិងល្មមនឹងខ្ញុំចងស្ទូចរួចក៏ជួបបងប្រុសម្នាក់បាទគាត់មកពីរីរណងមកអាំងភ្លើងនៅនឹងហើយត្រីគាត់បានឡើងមកកកោកបងប្អូនឲ្យត្រីទុកនិយាយពីថាប្រប៉ុនក៏ជើងធំមែនតែនក៏រីរណង300ផ្លែឲ្យបានប៉ុណ្ណឹងដល់ពេលព្រឹកបានគាត់ទៅមើលមួយសាទៀតគ្រាន់តែឃើញត្រីគាត់អូខ្ញុំចង់ញ័រដៃបាត់ហើយបងប្អូនបាទមិនប្រអងយូរខ្ញុំក៏យកអាប៉ាកែខ្ញុំទឹកនឹងចងឆ្នៃរួចនឹងយកទៅដោតបងប្អូនបាទ20ដងនឹងសង្ឃឹមថាព្រឹកឡើងបានត្រីច្រើនទៅចុះបងប្អូនបាទដំបូងនៅម្នាក់ឯងដល់ពេលបានជួបគាត់អញ្ចឹងក៏បានពឹងគាត់ជួយកាន់ទូរស័ព្ទថតឲ្យខ្ញុំអញ្ចឹងទៅបងប្អូនបាទដល់ហើយក៏រៀបចំទៅដេកនៅរោងអ៊ំប្រុសម្នាក់គាត់នៅក្បែរនឹងគាត់ទៅដាក់លបដាក់មងរត្រីហើយបានតាំងសัตว์ចំផ្លយឲ្យទៀតយកមកអាំងបងប្អូនបាទគាត់ដាក់អង្គប់ហើយខ្ញុំក៏ដើរឆ្លោះជុំវិញនឹងមើលក្រែងមានកែបអីខ្លះតែអត់មានឃើញកែបទេបងប្អូនបាទនៅបឹងនេះសបោច្រឡំបាទអត់មានកែបបងប្អូនកម្រមែនតើឲ្យជួបតែដងទឹកពួកគាត់កែងចេះដើម្បីយកទឹកនឹងយកទៅដាំចំអិនហូបហើយក៏រៀងយប់ជ្រៅហើយដែរបងប្អូនបាទខ្ញុំក៏ឆ្លៀតទៅដេកបាន2-3ម៉ោងប្រហែលជាម៉ោង4ជាងខ្ញុំក៏រៀបចំក្រោកបងប្អូនបាទម៉ោង4ជាងនឹងយកសទូចបបកទៅបដាដើម្បីទៅដល់កន្លែងនឹងយើងមើលបកាយរួចហើយទៅបបកល្មមគ្រាន់តែមកដល់នេះភ្លាមបងប្អូនឲ្យបាទចូលមួយប៉ិនកពួនដៃបងប្អូនបាទវារុំទៅជាមួយនឹងស្មៅចាធំមែនតែនបងប្អូនបាទចង់ធំជាងដបទឹកសុទ្ធទៀតប្រហែលជា1គីឡូជាងយ៉ាងហាខ្លះវាខំឡើងកបត់កែបមកកណាត់ខ្លះទៅក៏វារុំទៅជាមួយនឹងស្មៅអញ្ចឹងទៅហើយខ្ញុំរៀងអស់ដែរដេកក្រងើបដល់ពេលអញ្ចឹងទៅត្រីវាជាប់រៀងយូរវាក៏ប្រះរុំទៅនឹងស្មៅរួចអស់ហើយលេងទៅហើយមកដល់ចំណុចនេះបានទៀតហើយបងប្អូនបាទធំអូនហើយបាទរួចអស់ច្រើនណាស់បងប្អូនហើយបាទហើយមកដល់ចំណុចនេះបងប្អូនហើយបាទជាប់ប្រហែលជាប៉ុនក៏ជើងខ្ញុំប្រហែលជា1គីឡូជាងមានណាដៃមួយជាហៀងកាន់ទូសាប់ដៃមួយជាហៀងដកដងសទូចកាន់មករួចអាត្រីនឹងទៅបាត់អីបើខ្ញុំអត់មានអាប្រដាប់ពាក់ទ្រូងដាក់ទូសាប់ដល់ពេលអញ្ចឹងទៅរួចត្រីទៅបាត់ដៃតែមួយជាហៀងចាប់ត្រីអីបានអូលឺតែសัตว์យំលន់ជាងនឹងបងប្អូនហើយបាទសัตว์អីនោះអរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទកាត់មកដល់ពេលព្រឹកក៏បបកបានមួយទៀតហើយបាទប៉ុន្តែខ្ញុំអត់បានថតទេពេលបបកត្រីខំហ្នឹងបានថតតែពេលដែលកាន់ត្រីមកលើច្រាំងហើយឲ្យបងប្អូនមើលនឹងឯងដូចខ្ញុំនិយាយអញ្ចឹងឯងខ្ញុំមិនទាន់បានទិញឧបករណ៍ដែលយើងអីដាក់ពាក់នៅកកនៅពាក់នៅទ្រូងនឹងដើម្បីថតនៅខាងមុខពេលយើងគប់ហ្នឹងហើយដល់ពេលដែលយើងដាក់បញ្ឈរទូរស័ព្ទថតចេះត្រីវាអត់ខំទេដល់ពេលអត់បានថតហ្នឹងវាខំបងប្អូនបាទហើយវីដេអូថ្ងៃនេះផងដែរខ្ញុំថតជិត1ខែហើយបងប្អូនបាទលើទៅនឹងកាត់តយកមកផុសពួកអីដូចមួយរយៈមុនយ៉ាងឃើញប្រទេសជាតិមានសង្គ្រាមចឹងខ្ញុំអត់សប្បាយចិត្តទេបងប្អូនហើយក៏អត់មានអារម្មណ៍ទៅបញ្ចូលសលេងឲ្យដែរទល់មកដល់ពេលនេះបានខ្ញុំកាត់តហើយបញ្ចូលសលេងយកមកផុសហើយឥឡូវបើបងប្អូនរិះគន់ក៏ខ្ញុំមិនដឹងថាម៉េចដែរបងប្អូនបាទដូចបងប្អូនដឹងស្រាប់ហើយបាទតើយើងមានចំណូលបានយើងមានថវិកាទៅចំណាយហើយតើខ្ញុំទម្លាក់វីដេអូបានខ្ញុំបានលុយហើយអញ្ចឹងហើយជាចុងក្រោយក៏អរគុណមែនតើមករយៈនេះបានម្ចាស់ផលិតផលសាប៊ូក្លិនហើយជាម្ចាស់ផលិតផលខ្មែរយើងគាត់បានឧបត្ថម្ភ sponsor ខ្ញុំបានប្រមូលផលិតផលរបស់គាត់បានខ្ញុំបានថវិកាតិចតួចដោះស្រាយការធ្វើដំណើរចាយវាយហើយក៏សូមអរគុណកាន់តែដល់ទឹកចិត្តពុកម៉ែបងប្អូនទាំងអស់គ្នាខ្លាំងមែនតើបានពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រតាមដានទស្សនាវីដេអូខ្ញុំបានខ្ញុំបាទមានថ្ងៃនេះហើយបាយបាយពុកម៉ែបងប្អូនបាទជួបគ្នានៅសកម្មភាពវីដេអូក្រោយទៀត